ចន្លោះម៉ោង11យប់ដល់ម៉ោង4ទៀបភ្លឺតាមព្រំដែនខេត្តបាត់ដំបងត្រូវបានគេរាយការណ៍ថាជាម៉ោងវេទមន្តដែលទំនិញថៃត្រូវបានរត់ពន្ធចូលមកកម្ពុជាព័ត៌មាននេះបានធ្វើឲ្យប្រធានព្រឹទ្ធសភាសម្ដេចហ៊ុនសែនបញ្ជាឲ្យអាជ្ញាធរខេត្តបាត់ដំបងតាមដានឲ្យមើងម៉ាត់និងបង្ក្រាបឲ្យបានច្បាស់លាស់ដោយព្រមានថាបើនិយាយមិនស្ដាប់គឺមានតែប្រើវិធានការក្តៅចាប់ពីយប់នឹងទៅនៅអាដែនព្រំដែនបាត់ដំបងឮថាគេបើកធ្វើរ៉ូស៊ីពីម៉ោង11យប់ទល់ម៉ោង4ព្រឹកចឹងតាមមើលអាហ្នឹងអារម្មណ៍តុកលូមើលច្បាស់វាយវាបាក់ជើងមើលវាត្រង់មកនិយាយវាមិនស្រាប់វាមានតែបំណងការព្រមាននេះធ្វើឡើងនៅថ្ងៃទី11ខែមិថុនាឆ្នាំ2026ក្នុងពេលលោកប្រធានព្រឹទ្ធសភាចុះពិនិត្យស្ថានភាពនៅខេត្តបាត់ដំបងមុននឹងលើកឡើងពីសកម្មភាពពេលយប់នៅព្រំដែនបាត់ដំបងលោកប្រធានព្រឹទ្ធសភាក៏បានទម្លាយថាកម្លាំងមានសមត្ថកិច្ចបានឆ្មក់ចូលទីតាំងចំនួន2និងរកឃើញសាច់បង្កដែលនាំចូលពីប្រទេសថៃធ្លាយទៅដល់រាជធានីភ្នំពេញសម្ដេចបានបញ្ជាឲ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់រាប់តាំងពីអ្នកបើករថយន្តអ្នកដឹកជញ្ជូនម្ចាស់ឃ្លាំងរហូតដល់អ្នកដែលអាចបើកផ្លូវឲ្យទំនិញទាំងនោះចូលមកខ្ញុំក៏ផ្ដាំទៅខួនស្រេកផ្ដាំទៅអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតឲ្យអស់អត់ឲ្យតំណែងថៃណាចូលមករកស្រុកខ្មែរព្រោះថៃគឺថាយើងជាអ្នកទៅលួចតំណែងគេអញ្ចឹងទេបាយអញ្ចឹងដែរគឺថាអត់ទេខ្ញុំប្រូផ្ដាច់បញ្ជាក់ពីទីក្រុងបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញនិងគ្រប់ទីកន្លែងឈប់ជាបន្តដកខ្លួនជាបន្តលោកប្រធានព្រឹទ្ធសភានិយាយថាពេលចាប់បានលោកនឹងជួបថៅកែទាំងនោះដោយផ្ទាល់តែម្ដងដើម្បីដឹងថាតើពួកគេបង់លុយឲ្យអ្នកណាមានបណ្ដាញណាខ្លះជួយសម្របសម្រួលឲ្យទំនិញថៃទាំងនោះចូលបានគួរសម្គាល់ថានេះមិនមែនជាលើកទី1ទេដែលលោកប្រធានព្រឹទ្ធសភាកម្ពុជាបញ្ជាឲ្យចាត់វិធានការលើបញ្ហានេះលោកជ័យតិចអ្នកវិភាគកិច្ចការសង្គមនិងសេដ្ឋកិច្ចយល់ឃើញថាវាស្ទើរតែคล้ายទៅជាទម្លាប់ទៅហើយដែលមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចមួយចំនួនមិនអនុវត្តតួនាទីឲ្យមើងម៉ាត់លុះត្រាតែមានបទបញ្ជាខ្លាំងពីថ្នាក់ដឹកនាំកម្ពុជាលោកថាកន្លងទៅការរត់ពន្ធតាមព្រំដែនតែងជាប់សង្ស័យរឿងអំពើពុករលួយការខុបខិតជាមួយឈ្មួញទុច្ចរិតនិងការទទួលសំណូកដូច្នេះគួរចាប់ម្ចាស់ទំនិញសួរចម្លើយដើម្បីរកបណ្ដាញនាំចូលនិងបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការលើអ្នកពាក់ព័ន្ធខ្ញុំរស់សុធាពី News Today NTTV វីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride